រៀបសួរពុកម៉ែបងប្អូនបាទជួបជាមួយខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះបាទគឺការតាក់ទងនឹងការធ្វើម្ហូបផងដែរបាទចំពោះមុខម្ហូបថ្ងៃនេះគឺខ្ញុំលើកឡើងបាទស្ងោរជើងជ្រូកបាទជាមួយការ៉ុតទេថាវណាពុកម៉ែបងប្អូនបាទសម្រាប់មុខម្ហូបថ្ងៃនេះគឺងាយទេបាទគឺស្រួលក្នុងការធ្វើផងដែរបាទតែរៀងចំណាយរៀងច្រើនបន្តិចបាទគឺដោយសារជើងជ្រូកបាទថ្លៃគួរសមដែរបាទអញ្ចឹងមកខាតពេលវេលាយូរតោះរីករាយបាទទស្សនាទាំងអស់គ្នាបាទជំហានដំបូងពុកម៉ែបងប្អូនត្រូវតែទិញជើងជ្រូកមកសិនហើយនឹងបន្លែដែលត្រូវធ្វើជាមួយថ្ងៃហ្នឹងណាមានការ៉ុតមានថេថាវបាទហើយនឹងផ្សេងទៀតបាទយើងជើងជ្រូកដែលទិញមកពីផ្សារហ្នឹងបាទជើងជ្រូកដែលយើងទិញមកពីផ្សារហ្នឹងគឺយើងត្រូវតែបាទលាងសម្អាតទឹកឲ្យស្អាតមកពុកម៉ែបងប្អូនបាទចំពោះខ្ញុំថ្ងៃនេះគឺខ្ញុំទិញជើងជ្រូកបាទចំនួនមួយខាងបាទគឺយកមកលាងសម្អាតទឹកបែបហ្នឹងណាបាទដើម្បីត្រៀមបាទស្ងោរបន្តិចទៀតនេះផងដែរបាទចំពោះជើងជ្រូកផងដែរគឺយើងត្រូវតែកាត់បែបហ្នឹងមកបាទរៀងធំបន្តិចទៅក៏មិនអីដែរហើយយើងលាងសម្អាតឲ្យស្អាតកោសរោមជើងជ្រូកហ្នឹងឲ្យស្អាតតែម្ដងបាទបន្ទាប់មកខ្ញុំក៏បានយកបាទការ៉ុតបាទថេថាវហ្នឹងមកលាងសម្អាតចិត្តសម្បកវាឲ្យស្អាតផងដែរបាទចំពោះការ៉ុតផងដែរថេថាវផងដែរគឺយើងត្រូវតែចិតសម្បកចេញបាទដើម្បីឲ្យការស្ងោររបស់យើងទៅគឺវាហូបទៅបាទជីទូទៅគឺគេស្ងោរនោះគឺគេត្រូវតែចិត្តសម្បកចេញហើយពុកម៉ែបងប្អូនបាទចំពោះការ៉ុតហើយនឹងចេថាវណាបាទយើងចិត្តសម្អាតឲ្យស្អាតមកហើយបន្ទាប់មកគឺយើងត្រូវតែលាងទឹកបាទហើយបន្ទាប់បន្តិចទៀតមកយើងនឹងយកទៅបាទកាត់ជាកង់ដើម្បីត្រៀមទុកបាទស្ងោរជើងជ្រូកថ្ងៃនឹងផងដែរបាទចំពោះស្ងោរជើងជ្រូកថ្ងៃនេះគឺខ្ញុំប្រើការ៉ុតតែមួយទេពុកម៉ែបងប្អូនបាទហើយនឹងថេថាវចំនួន3បាទចំពោះបន្លែថ្ងៃនេះគឺខ្ញុំដាក់មិនជាសូរច្រើនប្រហែលទេបាទបាទបន្ទាប់ពីខ្ញុំបានលាងបាទសម្អាតនិងចិត្តសម្បកស្អាតហើយខ្ញុំមកបាទលាងទឹកសម្អាតម្សៅទៀតបាទដើម្បីឲ្យច្បាស់ថាបន្លែរបស់យើងនឹងពិតជាស្អាតចឹងណាបាទបន្ទាប់មកគឺខ្ញុំយកមកបាទចិតបាទជីកង់បែបហ្នឹងណាបាទចំពោះពុកម៉ែបងប្អូនបាទយកការ៉ុតហ្នឹងគឺទេថាវហ្នឹងមកចិតបែបណាដែរបាទចំពោះខ្ញុំគឺស្ងោរគឺខ្ញុំចិតបែបហ្នឹងបាទពុកម៉ែបងប្អូនបាទចំពោះការទស្សនាវីដេអូនេះបាទគឺមើលមួយទៅបាទបើពុកម៉ែបងប្អូនចេះហើយបើខ្ញុំធ្វើទៅមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានផងដែរបាទព្រោះការធ្វើម្ហូបហ្នឹងគឺខ្ញុំធ្វើហូបក្នុងក្រុមគ្រួសារខ្ញុំទេបាទគឺមិនមែនធ្វើដើម្បីអាជីវកម្មលក់អីទេពុកម៉ែបងប្អូនបាទអញ្ចឹងបើមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានផងដែរបាទពុកម៉ែបងប្អូនបាទចំពោះនិស្សិតបាទចំពោះសិស្សនិស្សិតដែលមកសិក្សារៀនសូត្រនៅបាទភ្នំពេញបាទនៅឆ្ងាយពីក្រុមគ្រួសារអីអាចបាទចំណាយពេលមើលវីដេអូហើយរៀនធ្វើម្ហូបដោយខ្លួនឯងទៅបាទចំពោះពុកម៉ែបងប្អូនចំពោះនិស្សិតណាដែលមិនទាន់ចេះធ្វើម្ហូបណាបាទយើងទិញបាទសាច់ជ្រូកឆ្អឹងចំណីជ្រូកក៏បានបាទយកមកស្ងោរបាទធ្វើម្ហូបរៀនធ្វើបន្តិចណា
បាទងាយស្រួលបាទថ្ងៃអនាគតបាទទៅមុខទៀតបាទគឺយើងចេះបាទធ្វើម្ហូបនៅក្នុងក្រុមគ្រួសារខ្លួនឯងដើម្បីកាត់បន្ថយបាទការចំណាយបាទទិញម្ហូបពីក្រៅហើយការធ្វើខ្លួនឯងក៏ល្អចំពោះសុខភាពផងដែរបាទឥឡូវនេះបាទគឺគ្រឿងដែលយើងត្រូវធ្វើថ្ងៃហ្នឹងណាគឺស្ងោរជើងជ្រូកបាទគឺយើងមានជើងជ្រូកបាទហើយយើងមានការ៉ុតទឹកថាវមានគល់ស្លឹកគ្រៃបាទខ្ទឹមសដុតគល់ស្លឹកគ្រៃដុតហ្នឹងណាពុកម៉ែបងប្អូនបើមានបាទខ្ទឹមក្រហមទៀតរឹតតែល្អផងដែរបាទឥឡូវនេះយើងងាកមកចាប់ផ្ដើមធ្វើតែម្ដងបាទជំហានដំបូងគឺយើងត្រូវតែបាទចាក់ទឹកបាទត្រូវតែដាក់ឆ្នាំងក្នុងចង្ក្រានណាលើចង្ក្រានហើយយើងបើកគៀសឲ្យក្តៅមកបន្ទាប់មកគឺយើងដាក់ទឹកចូលតែម្ដងបាទបន្ទាប់ពីខ្ញុំដាក់ទឹកមើលទៅរាងក្តៅអ៊ុនហើយខ្ញុំក៏បានដាក់គ្រឿងមានគល់ស្លឹកគ្រៃបាទហើយស្លឹកបើពុកម៉ែបងប្អូនមានស្លឹកក្រូចសើចដាក់ស្លឹកក្រូចសើចបាទខ្ទឹមសដុតហ្នឹងបាទគល់ស្លឹកគ្រៃក៏ដុតដែរមានរំដេងបាទផងដែរបាទពុកម៉ែបងប្អូនបាទបន្ទាប់ពីខ្ញុំបានដាក់បាទគ្រឿងដូចគល់ស្លឹកគ្រៃអីចូលហើយពុះទឹកបានពុះហើយបាទខ្ញុំក៏បានដាក់បាទជើងជ្រូកដែលខ្ញុំបានកាត់ជាកង់បាទហើយលាងសម្អាតទឹកស្អាតហ្នឹងគឺយកមកបាទដាក់ចូលក្នុងឆ្នាំងទឹកបាទស្ងោរយើងតែម្ដងបាទបន្ទាប់មកទៀតខ្ញុំក៏បានដាក់បាទយីហឺហើយនឹងបង្គាផងដែរបាទជំហានក៏ពិតគេត្រូវដាក់មុនទេពុកម៉ែបងប្អូនប៉ុន្តែខ្ញុំផ្លិចបាទខ្ញុំផ្លិចដល់អញ្ចឹងខ្ញុំដាក់តាមក្រោយបាទបន្ទាប់ពីខ្ញុំបានដាក់ជើងជ្រូកចូលហើយទឹកក៏បានពុះផងដែរហើយបន្ទាប់មកខ្ញុំក៏បានដួសបាទពពុះទឹកពពុះចេញណាទឹកដើម្បីឲ្យទឹកស្ងោររបស់យើងនឹងកាន់តែថ្លាបានល្អហើយកាត់បន្ថយបាទឆ្អាបផងដែរបាទកាលណាយើងទុកពពុះវានឹងធ្វើឲ្យទឹកស្ងោររបស់យើងគឺល្អអស់ណាបាទយើងត្រូវដួសចេញឲ្យអស់មកពុកម៉ែបងប្អូនបាទចំពោះការស្ងោរជើងជ្រូកនឹងដែរគឺមិនពិបាកទេបាទគឺងាយស្រួលមែនតើបាទគឺស្រួលជាងបាទសម្លការីសម្លបាទប្រហើរសម្លកកូរផងដែរបាទបាទបន្ទាប់ពីឃើញថាបាទសាច់ជ្រូកដែលខ្ញុំបានដាក់ឆ្អឹងជំនីជើងជ្រូកដែលខ្ញុំបានដាក់ហ្នឹងគឺមើលទៅវាចេញពពុះចេញទឹកហ្នឹងដែលខ្ញុំបានដួសចេញអស់ហើយខ្ញុំក៏បានផ្សំគ្រឿងតែម្ដងបាទហើយខ្ញុំបានដាក់អំបិលបន្តិចដែរពុកម៉ែបងប្អូនបាទគឺដាក់អំបិលហ្នឹងគឺដើម្បីឲ្យជើងជ្រូករបស់យើងហ្នឹងគឺវាមានរសជាតិណាបាទជាប់នៅក្នុងសាច់តែម្ដងបាទកាលណាយើងក្រដាក់ពេកគឺវាអត់ចូលជាតិបាទហើយបន្ទាប់មកខ្ញុំក៏បានបាទឆ្លៀតដាក់គល់ខ្ទឹមចូលបាទដើម្បីឲ្យបាទស្ងោរជើងជ្រូកថ្ងៃហ្នឹងគឺកាន់តែមានរសជាតិឆ្ងាញ់តែម្ដងបាទចំពោះពុកម៉ែបងប្អូនមើលមកឃើញប្លែកអីក៏សូមអធិស្ឋានផងបាទការធ្វើស្ងោរជើងជ្រូកហ្នឹងគឺបាទគឺឆ្នៃខ្លះបាទគឺខុសប្លែកពីបងប្អូនខ្លះដែរប៉ុន្តែមានរសជាតិគឺឆ្ងាញ់តែម្ដងបាទបន្ទាប់មកខ្ញុំក៏បានដាក់ទឹកត្រីចូលផងដែរបាទហើយចំពោះគ្រឿងផ្សំយើងបានដាក់បាទអំបិលទឹកត្រីហើយប៊ីចេងផងដែរហើយនឹងស្ករផងដែរពុកម៉ែបងប្អូនបាទហើយស្ករចំពោះស្ករយើងអត់ដាក់ច្រើនទេដោយសារយើងដាក់ជាថាវហើយនឹងក្រូចផងដែរដោយសារវាចេញផ្អែមពីបាទមើមក្រូចហើយនឹងទៅថាវផងដែរអញ្ចឹងណាបាទបន្ទាប់មកឃើញថាសាច់ជ្រូកខ្ញុំបានឆ្អិនហើយប៉ុន្តែវាអត់ទាន់ផុយល្អទេអញ្ចឹងខ្ញុំក៏បានដាក់បាទក្រូចហើយនឹងថិតថាវចូលតែម្ដងដើម្បីរងាស់ជាមួយនឹងជើងជ្រូកតែម្ដង
ឥឡូវនេះបាទឃើញថាស្ងោរបាទជើងជ្រូកបាទរបស់ខ្ញុំគឺបានឆ្អិនបដាហើយបាទគឺថាក្លិនវិញគឺឈ្ងុយតែម្ដងពុកម៉ែបងប្អូនបាទចំពោះក្លិនហើយមកហេតុអីខ្ញុំចូលចិត្តបាទស្ងោរបាទជ្រើសរើសប្រភេទយកជើងជ្រូកមកធ្វើម្ហូបគឺសារជើងជ្រូកអត់សូវមានខ្លាញ់អញ្ចឹងហើយប្រភេទសាច់វាណែនល្អបាទយើងយកមកស្ងោរគឺវាមានរសជាតិឆ្ងាញ់តែម្ដងបាទអញ្ចឹងពុកម៉ែបងប្អូនអាចជ្រើសរើសបាទប្រភេទជើងជ្រូកក៏បានឆ្អឹងជំនីក៏បានដែរបាទហើយប្រភេទឆ្អឹងមួយទៀតក៏បានដែរដើម្បីយកមកស្ងោរណាបាទគឺមានរសជាតិឆ្ងាញ់ដូចគ្នាទេបាទបាទពុកម៉ែបងប្អូនបាទឥឡូវនេះបានមហូបរបស់ខ្ញុំបានឆ្អិនហើយរួចរាល់ហើយពុកម៉ែបងប្អូនគឺមានរសជាតិឆ្ងាញ់តែម្ដងហើយក្លិនវិញគឺឈ្ងុយតែម្ដងបាទអញ្ចឹងពុកម៉ែបងប្អូនបាទបើមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានផងដែរបាទចំពោះមុខម្ហូបថ្ងៃនេះខ្ញុំបានធ្វើរួចរាល់ហើយបាទស្ងោរបាទជើងជ្រូកទឹកថាវនិងការ៉ុតផងដែរបាទបើមានកន្លែងណាខុសឆ្គងក៏សូមអធិស្ឋានបាទជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អបាទអរគុណច្រើនសូមជម្រាបលាផងដែរ